តែអាចថិតថេរនៅបានត្រូវតែជាការមួយដែលជំរុញនៅផលប្រយោជន៍នឹងការជួបពិភាក្សាគ្នាដោយផ្ទាល់រវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ហើយ Global Times ក៏បានរាយការណ៍ដឹងថាគឺភាគីទាំងពីរមានកំណត់នឹងជួបប្រជុំគ្នានៅថ្នាក់ក្រុមគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC គឺនៅថ្ងៃពុធស្អែកនេះនៅក្នុងប្រទេសថៃក្នុងអំឡុងពេលនេះគឺក្រុមយោធាទាំងពីរគឺគេរំពឹងថានឹងពិភាក្សាគ្នាធ្វើយ៉ាងណាស្វែងរកវិធីអនុវត្តបទជបាញ់គ្នានេះបើយោងតាម Xinhua ហើយនៅក្នុងការប្រកាសកាលពីថ្ងៃអង្គារនេះគឺក្រុមលោកអ្នកនាំពាក្យក៏បាននិយាយទៅដល់អំពីទូនីតិរបស់ចិននៅក្នុងតំបន់និងនៅក្នុងពិភពលោកផងដែរចឹងបាននឹងថាថៃសរសើរទូនីតិរបស់ចិនដែលដើរទូនីតិជាមហាអំណាចពិភពលោកបាទហើយនឹងទូនីតិដល់តំបន់ផងដែរបាទហើយក្នុងពេលនោះក៏មិនមែនតែចិនមួយទេគឺក៏សរសើរទៅដល់ដោយមិននិយាយចំឈ្មោះប្រជាសារព័ត៌មាននេះមិនដាក់ឈ្មោះក៏បានសម្ដៅទៅលើប្រទេសនានាដែលបានចូលរួមចំណែកដែរគឺបានមានន័យថាមិនមែនសរសើរតែចិនមួយទេគឺបានសរសើរនៅមហាអំណាចដទៃទៀតដែរតែមិនបានរៀបរាប់ឈ្មោះទេនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Xinhua បើជា Xinhua គាត់មិនចង់និយាយដល់ឈ្មោះយ៉ាងម៉េចបើជាអាចនាំពាក្យក្រសួងការបរទេសរបស់ថៃគាត់និយាយដែរតែ Xinhua ក៏មិនដាក់អញ្ចឹងណាបាទខ្ញុំអត់ដឹងដែរពីព្រោះខ្ញុំយកអត្ថបទដែលស្រង់មកផ្សាយទៀតណាហើយបន្តទៀតគឺសារព័ត៌មាននេះបញ្ចប់ដោយរាយការណ៍ថាប្រទេសថៃបានសម្ដែងការអរគុណចំពោះជំហររបស់ប្រទេសចិននៅក្នុងការប្រកាន់ជំហរមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងជំហរអព្យាក្រឹតបន្ទាប់ពីកិច្ចប្រជុំដែលបានរៀបចំឡើងរវាងលោកឯករដ្ឋទូតរបស់ប្រទេសចិនជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ថៃនេះបើយោងតាមសេចក្តីរាយការណ៍នានារបស់សារព័ត៌មាននៅក្នុងប្រទេសថៃដែល Xinhua ដកសងយកមកផ្សាយបាទអញ្ចឹងប្រិមិត្តបានដឹងហើយណាបាទអញ្ចឹងចិនក៏ទៅជួយសម្រួលកិច្ចការនេះដែរអញ្ចឹងយើងនិយាយដោយយុទ្ធធម៌ក្នុងនាមជាជនរងគ្រោះបាទដោយមិនកេងចំណេញពីស្ថានភាពដោយនិយាយថាមានតែអាមេរិកទេហើយយើងភ្លេចទូនីតិរបស់ចិនការពិតចិនក៏បានចូលរួមចំណែកដែរតាមវិធីសាស្ត្ររបស់ចិនបាទអញ្ចឹងដូចដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងអ្នកណាក៏ដោយដែលជួយឲ្យបញ្ឈប់អំពើហិង្សានេះការប្រយុទ្ធគ្នានេះប្រជាពលរដ្ឋវិលទៅរកលំនៅឋាននិងប្រកបរបរតាមធម្មតាវិញគឺយើងកម្ពុជាត្រូវតែអរគុណទាំងអស់បាទអញ្ចឹងព័ត៌មានទី3ឥឡូវចូលព័ត៌មានទី4នេះជាសេចក្តីបាទដើរវិញល្អជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP មក AFP ណាអញ្ចឹងត្រឹមម៉ោងដែលខ្ញុំផ្សាយដកមកផ្សាយហ្នឹងគឺបាទគឺ AFP ដាក់ចំណងជើងថាកិច្ចប្រជុំព្រំដែនរវាងកម្ពុជានិងថៃគឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យនៅឡើយទេដោយសារតែចំនួនគ្នាពីរឿងទីតាំងប្រជុំបាទអញ្ចឹងមកដល់ម៉ោងនេះប្រហែលជាអាចដោះស្រាយហើយឬក៏នៅខ្ញុំអត់ដឹងទាំងអធិស្ឋានប្រិមិត្តគឺខ្ញុំចែករំលែកទៅតាមអ្វីដែលទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ទេណាបាទអញ្ចឹងបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹងថានៅថ្ងៃអង្គារនេះថៃបានបដិសេធចោលនៅសំណើរបស់កម្ពុជាក្នុងការចង់រៀបចំកិច្ចប្រជុំទ្វេភាគីនៅក្នុងប្រទេសដែលអព្យាក្រឹតមួយបាទដោយធ្វើឲ្យផែនការនៃការរៀបចំប្រជុំដែលបានគ្រោងទុកនោះហើយនៅចរចាគ្នាដើម្បីចរចានោះគឺនៅមានការបន្ទិលសង្ស័យថាតើអាចនឹងរៀបចំបានឬយ៉ាងណានោះបាទគឺការប៉ះទង្គិចបាទគឺការប៉ះទង្គិចរវាងប្រទេសជិតខាងទាំងពីរនេះបានអូសបន្លាយអស់រយៈពេលជួ3សប្តាហ៍ហើយកាលពីថ្ងៃច័ន្ទគឺប្រទេសទាំងពីរនេះបានយល់ព្រមគ្នាថានឹងចរចាអំពី
លក្ខខណ្ឌនៃការជួបបាញ់គ្នានៅសប្តាហ៍នេះប៉ុន្តែកម្ពុជាបានស្នើសុំថៃថាត្រូវតែរៀបចំកិច្ចប្រជុំនៅក្នុងទីតាំងដែលអព្យាក្រឹតមួយដូចជានៅរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីជាដើមក៏ប៉ុន្តែក្រសួងការពារជាតិរបស់ថៃវិញបាននិយាយថាបាទគឺកិច្ចប្រជុំស្ដីអំពីគណៈកម្មាធិការព្រំដែនគឺគួរតែរៀបចំប្រជុំតាមផែនការនៅក្នុងខេត្តចន្ទបុរីបាទប្រទេសថៃវិញគឺនៅថ្ងៃពុធនេះតាមផែនការបាទគឺបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃគឺលោកស៊ូរ៉ាសានបាទគង់សេរីនោះក៏បានប្រាប់អ្នកសារព័ត៌មានថាគឺយើងសូមធានាទៅដល់អ្នកចូលរួមថាខេត្តចន្ទបុរីនេះគឺជាកន្លែងដែលមានសុវត្ថិភាពបាទខេត្តនេះគឺជាកន្លែងដែលការប្រជុំតាំងពីដំបូងថាចង់រៀបចំនៅទីនោះពីសូម្បីតែមុនពេលដែលការប្រយុទ្ធគ្នាកើតឡើងក៏ដោយគឺខាងថៃក៏ថារៀបចំនៅកន្លែងនេះហើយលោកស៊ូរ៉ាសានបាននិយាយថាមន្ត្រីដែលមកពីខាងគណៈកម្មាធិការព្រំដែនគឺអាចជួបប្រជុំគ្នារហូតដល់ពីថ្ងៃពុធរហូតដល់ថ្ងៃសៅរ៍បាទអញ្ចឹងជួបប្រជុំគ្នាមិនមែនតែមួយថ្ងៃទេណាពុធពហុសុក្រសៅរ៍តែម្ដងដោយបន្ថែមថាតើកិច្ចប្រជុំនោះគឺអាចនឹងកើតមានឡើងនៅក្នុងទឹកដីថៃឬអត់វាអាស្រ័យទៅលើភាគីកម្ពុជាទេបាទថៃបោះបាល់មកវិញដល់ឡែកអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជានៅពេលដែល AFP តាក់ទងទៅសួរចុងក្រោយមុនផ្សាយនេះថាតើសម្រាប់ទីតាំងហើយឬនៅគឺអ្នកនាំពាក្យលោកបានបញ្ជាក់ថាមិនទាន់ទទួលបានព័ត៌មានបច្ចុប្បន្នភាពថានឹងរៀបចំនៅទីណានៅឡើយទេបាទលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកសៀស័កភួងខិតកៅកាលពីថ្ងៃច័ន្ទបានប្រកាសអំពីការជួបប្រជុំគ្នានេះបាទបន្ទាប់ពីកិច្ចប្រជុំនៅក្នុងទីក្រុងគូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាបន្ទាន់រវាងកម្ពុជាហើយនិងថៃដោយមានការចូលរួមពីក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានផងដែរហើយនៅក្នុងលិខិតបាទនៅក្នុងលិខិតមួយដែលផ្ញើទៅសមភាគីថៃទៅលោកណតផនណាក់ផានិតនោះគឺលោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាបានស្នើថាកិច្ចប្រជុំនេះគួរតែរៀបចំនៅក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីវិញទៅដោយសារតែហេតុផលសន្តិសុខចឹងលោកទាសីហាបានសរសេរលិខិតហ្នឹងហើយទីភ្នាក់ងារសារព័ត៌មាន AFP បានទទួលបានលិខិតហ្នឹងបានបញ្ជាក់ថាដោយយោងទៅលើការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនដែលកំពុងតែបន្តគឺកិច្ចប្រជុំនេះគួរតែរៀបចំនៅទីតាំងដែលមានសុវត្ថិភាពនិងអព្យាក្រឹតវិញនេះបើតាមលិខិតដែល AFP បានឃើញឲ្យដកស្រង់ហើយ